បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមដកស្រង់យកអត្ថបទសារព័ត៌មានមួយបែកធ្លាយធឿនទេរ៉ាជក់វ៉ែមផ្អើលពេញបណ្ដាញសង្គមក្រោយការពីខ្សែក្រវ៉ាត់បានសម្រេចទាំងយ៉ាប់នៅក្នុងការប្រកួតមួយជាមួយនឹងអ្នកប្រដាល់នីសេរីយ៉ានៅលើខ្សែវានគុនខ្មែរកាលពីពេលថ្មីនេះកីឡាករប្រដាល់គុនខ្មែររហ័សនាមអ្នកលេងពូថៅដៃធឿនទេរ៉ាស្រាប់តែបែកធ្លាយវីដេអូជក់វ៉ែមបារីអេឡិចត្រូនិកនិងមានប្រព័ន្ធទី3បង្កការភ្ញាក់ផ្អើលនៅក្នុងប្រភពប្រដាល់គុនខ្មែរនិងមជ្ឈដ្ឋានមហាជនជាពិសេសអ្នកគាំទ្រកីឡាកររូបនេះសូមរំលឹកថាកាលពីថ្ងៃអាទិត្យទី4ឧសភាឆ្នាំ2025កីឡាករជើងខ្លាំងធឿនធីរ៉ាបានប្រកួតឈ្នះពិន្ទុអ្នកប្រដាល់នីសេរីយ៉ាអាប់ឌូឡាយេឌីយ៉ាឡូទាំងលំបាកសម្រាប់ការប្រកួតការពារខ្សែក្រវ៉ាត់ IPCC គុនខ្មែរនៅលើទីតាំងដីឡូចិត្តបូរីជីម៉ុងពោជិនតុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញសម្រាប់ការប្រកួតការពារដណ្ដើមខ្សែក្រវ៉ាត់ IPCC គុនខ្មែរដែលរៀបចំដោយសាំងវីលថោននោះមកធឿនធីរ៉ាហាក់មិនបានបង្ហាញការប្រកួតដោយមានភាពរហ័សរហួនជាមួយនឹងគុណភាពកម្លាំងរឹងមាំនោះទេគឺរូគេបានព្យាយាមបិទនិងកិច្ចជាច្រើនដែលធ្វើឲ្យកីឡាករដែលជាគូប្រកួតកាន់តែវីសម្រុកខ្លាំងដើម្បីយកព្រៀបនៅក្នុងទឹកទី1និងទឹកទី2វាចេញបានច្រើនជាងធឿនធីរ៉ាហើយធ្វើឲ្យទស្សនិកជនយល់ថាកីឡាករស្បែកខ្មៅនេះសមនឹងទទួលបានជ័យជំនះក្នុងការប្រកួតនេះប៉ុន្តែលទ្ធផលជាផ្លូវការក្រោយការប្រកួត3ទឹកពេញត្រូវបានគណៈកម្មការប្រកាសឲ្យធឿនធីរ៉ាឈ្នះពិន្ទុដើម្បីបន្តក្រងខ្សែក្រវ៉ាត់ IPCC គុនខ្មែរទម្ងន់72គីឡូក្រាមរបស់គេបន្តទៀតខណៈដែលអ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិរិះគន់ទៅលើការសម្រេចនេះថាមិនយុត្តិធម៌សម្រាប់កីឡាករដែលជាជនបរទេសដោយបានលើកឡើងថាការប្រកួតលើកនេះធឿនធីរ៉ាវាយមិនលះដូចមុននិងមានគុណភាពកម្លាំងធ្លាក់ចុះដែលធ្វើឲ្យគេមិនអាចបញ្ចេញក្បាច់សម្លាប់បានអ្វីគួរឲ្យកត់សម្គាល់នោះបន្ទាប់ពីការការពារខ្សែក្រវ៉ាត់បាននិងទទួលបានប្រាក់រង្វាន់ចំនួន10លានរៀលនាយប់ថ្ងៃអាទិត្យនោះធឿនធីរ៉ាត្រូវបានប្រភពច្បាប់ការទម្លាយថាត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីអាការៈពិបាកដកដង្ហើមនិងឈឺក្បាលខ្លាំងប្រភពដដែលបានឲ្យដឹងទៀតថាធីរ៉ាបានមានបញ្ហាគ្រុនញាក់តាំងអំពីមុនការប្រកួតទើបធ្វើឲ្យរូបគេឆាប់ធ្លាក់កម្លាំងសម្រាប់ការប្រកួតនេះប៉ុន្តែបន្ទាប់អំពីនោះមកក៏មានការធ្លាយវីដេអូមួយនៅតាមបណ្ដាញសង្គមដែលបង្ហាញអំពីសកម្មភាពធឿនធីរ៉ាកំពុងតែជក់វ៉ែមនៅក្នុងបន្ទប់ជាមួយនឹងនារីប្លែកមុខម្នាក់ដែលប្រពន្ធអាងថាជាប្រពន្ធទី3របស់ធឿនធីរ៉ានៅក្នុងវីដេអូឃ្លីបរយៈពេល18វិនាទីដែលបង្ហោះចែកចាយបន្តនៅលើបណ្ដាញសង្គម Facebook ដែលមានឈ្មោះថាសេនាប្រមុខរដ្ឋលន់ណុលក៏ដូចជាគណនី Facebook ជាច្រើននៅថ្ងៃទី16ខែឧសភាឆ្នាំ2025បានបង្ហាញអំពីសកម្មភាពរបស់កីឡាករធឿនធីរ៉ាកំពុងអង្គុយជក់វ៉ែមបឺតផ្សែងបង្ហុយទ្រុបទៅលើកៅអីនៅក្នុងបន្ទប់ដេកមួយជាមួយនារីម្នាក់កំពុងតែដេកមើលទូរស័ព្ទនៅលើគ្រែនៅក្នុងបន្ទប់នោះភ្ជាប់ជាមួយនឹងវីដេអូខ្លីនោះគណនី Facebook ខាងលើបានសរសេររិះគន់ធឿនធីរ៉ាថានេះជាកីឡាករជួរមុខរបស់ប្រទេសកម្ពុជាឃើញថ្ងៃមុនឡើងវាយមិនកើតដោយសារតែឥទ្ធិពលនៃគ្រឿងញៀននេះហើយស្របទៅនឹងប្រភពខាងលើប្រភពផ្សេងទៀតបានអះអាងដែរថាតាមរយៈវីដេអូឃ្លីបនេះបង្ហាញថាការដែលធឿនធីរ៉ាវាយលែងបានល្អនិងគ្មានកម្លាំងគ្រប់គ្រាន់នៅក្នុងការប្រកួតគឺដោយសារតែបានជក់បារីអេឡិចត្រូនិកដែលជាសារធាតុញៀនធ្វើឲ្យខូចសុខភាពនិងត្រូវបានច្បាប់ហាមឃាត់ DJ Hero ដែលជាវិធីករម្នាក់បានបញ្ជាក់នៅក្នុងគណនី Facebook របស់លោកនៅថ្ងៃទី16សីហាឆ្នាំ2025នេះថាកុំសួរខ្ញុំរឿងវីដេអូធឿនធីរ៉ាជក់វ៉ែមខ្ញុំមានតាំងអំពីមុនការប្រកួតតែខ្ញុំមិនផុសគ្រាន់តែសរសេរជាសារដាស់តឿនក្រើនរំលឹកឲ្យភ្ញាក់ខ្លួនតែប៉ុណ្ណោះជាមួយគ្នានោះដែរគណនី Facebook ដែលមានឈ្មោះថា Ho
បានសរសេរនៅថ្ងៃទី16ខែឧសភាឆ្នាំ2025ថារឿងទី1ជក់នឹងជាក្តៅហើយរឿងទី2ប្រពន្ធទី3នេះអូយឈឺក្បាលចំណែកឯគណនី Facebook មណ្ឌលវប្បធម៌បានបង្ហោះវីដេអូឃ្លីបខ្លីនៅថ្ងៃទី16ខែឧសភាឆ្នាំ2025ជាប់ជាមួយនឹងសារដាស់តឿនធឿនធីរ៉ាថាក្នុងនាមជាកីឡាករគុនខ្មែរជួមុខគួរធ្វើឲ្យមហាជនយកជាគំរូមិនគួរជក់បារីមិនផឹកស្រាខំប្រឹងតែហាត់អភិវឌ្ឍសមត្ថភាពជាប្រចាំក្លាយជាកីឡាករកំពូលលើកមុខមាត់ប្រទេសជាតិនិងគ្រួសារបានយូរអង្វែងការជក់ការផឹកគឺជាសិទ្ធិបុគ្គលតែវាធ្វើឲ្យប៉ះពាល់ដល់អ្នកគាំទ្រនិងគ្រូបង្វឹកយ៉ាងខ្លាំងត្រូវតែភ្ញាក់ឡើងវិញ idol ចំណែកឯយុវជនញៀនបូរិនបានសរសេរនៅក្នុងគណនី Facebook របស់ខ្លួននៅថ្ងៃទី16ខែឧសភាឆ្នាំ2025ថានិយាយឲ្យត្រង់ទៅអ្នកដែលគួរអាណិតគឺកូនរបស់គាត់ដែលត្រូវរស់បែកខ្ញែកពីគ្នាពីមុនប្រពន្ធទី1និងទី2ឆ្លោះគ្នាម្នាក់គិតថាសំណាងចុងក្រោយបានត្រឹមតែអបក្រសោបកូនដើរចេញរៀងខ្លួនចាំមើលអ្នកទី3ទៀតថានឹងមានរឿងអ្វីកើតឡើងទៀតដោយឡែកគណនី Facebook ដែលមានឈ្មោះថាឆាបានសរសេរការពារកិត្តិយសធឿនធីរ៉ាថាមិនគួរណានាំគ្នាផុសវីដេអូធឿនធីរ៉ាអញ្ចឹងទេប៉ះពាល់ដល់ខ្មែរយើងខ្លាំងណាស់បើថៃឃើញគេយកទៅបាញ់ទៀតហើយគេផ្ញើឲ្យខ្ញុំយូរណាស់ហើយវីដេអូហ្នឹងខ្ញុំមិនផុសព្រោះវាមិនសូវសមរម្យយុវជនម្នាក់ទៀតដែលប្រើបណ្ដាញសង្គម Facebook ដែលមានឈ្មោះថាបងធីបានសរសេរការពារធឿនធីរ៉ាថារឿងវីដេអូដែលធឿនធីរ៉ាជក់វ៉ែមនៅជាមួយនឹងប្រពន្ធទី3របស់គាត់នោះខ្ញុំមានយូរហើយតែខ្ញុំមិនផុសរក្សាសិទ្ធិឯកជនរបស់គាត់អ្វីក៏ដោយត្រូវមាន3សមត្ថភាពចំណេះដឹងក្រមសីលធម៌ទើបបានល្អទោះបីជាយ៉ាងណាក៏ដោយជុំវិញរឿងរ៉ាវបែកធ្លាយវីដេអូជក់វ៉ែមនឹងមានប្រពន្ធទី3ខាងលើនេះសារព័ត៌មានអង្គរធំមិនអាចតាក់ទងសុំការបញ្ជាក់ការបកស្រាយបំភ្លឺពីកីឡាករធឿនធីរ៉ាបានទេកាលអំពីម្សិលមិញក៏ប៉ុន្តែយ៉ាងណារងចាំការស្រាយបំភ្លឺពីកីឡាករធីរ៉ានិងភាគីពាក់ព័ន្ធនៅពេលក្រោយទៀតបើចង់សូមបញ្ចប់នៅអត្ថបទនេះតែត្រឹមនេះសិនឯបងប្អូនដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ដើម្បីទទួលបាននៅអត្ថបទផ្សេងៗទៀតបាទសូមអរគុណនិងសូមគោរពលា